ជំរាបសួរនាងខ្ញុំសមាននេះគឺជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សាក្នុងថ្ងៃនេះហើយយើងនឹងមកជួបជាមួយនឹងវាគ្មិនកិត្តិយសទាំង5រូបហើយយើងនឹងលើកយកកិច្ចពិភាក្សាទៅលើតើធ្វើយ៉ាងណាជំរុញការអនុវត្តវិរិយបកម្មល្អកម្ពុជាកំពុងអនុវត្តវិស័យវិរិយបកម្មដែលផ្ដោតទៅលើសសរស្តម្ភ4សសរស្តម្ភទី1សុវត្ថិភាពនិងគុណភាពម្ហូបអាហារកសិដ្ឋានវិរិយបកម្មត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ដើម្បីធានាបាននូវអនាម័យម្ហូបអាហារគឺត្រីមានគុណភាពខ្ពស់ការអនុវត្តស្តង់ដារវិរិយបកម្មល្អអាចការពារការចម្លងមេរោគកាត់បន្ថយការបំផ្លាញគុណភាពនិងការការពារផលិតផលត្រីចិញ្ចឹមពីភ្នាក់ងារបង្ករោគនិងកាត់តែគ្រោះថ្នាក់ផ្សេងៗសសរស្តម្ភទី2សុខភាពនិងសុខុមាលភាពវិរិយសត្វអនុវត្តវិរិយបកម្មល្អផ្ដោតលើការការពារជំងឺបង្កើនប្រសិទ្ធភាពការធ្វើរោគវិនិច្ឆ័យនិងវិធីសាស្ត្រព្យាបាលសសរស្តម្ភទី3បរិស្ថានល្អកសិដ្ឋានវិរិយបកម្មជាយាមកាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាលើបរិស្ថានតាមរយៈការប្រើប្រាស់ធនធានប្រកបដោយភាពឆ្លាតវៃសសរស្តម្ភទី4សុខុមាលភាពផ្នែកសេដ្ឋកិច្ចសង្គមកសិដ្ឋានវិរិយបកម្មត្រូវផ្ដល់អាទិភាពចំពោះសុខុមាលភាពសង្គមសិទ្ធិការងារសមភាព gender និងសិទ្ធិប្រើប្រាស់ទឹកនិងដីខណៈពេលនេះដែរសូមចូលដល់កិច្ចពិភាក្សាសំណួរចម្លើយជាមួយនឹងវាគ្មិនទាំងអស់គ្នានាងខ្ញុំសូមចូលដល់សំណួរទី1តើអ្វីខ្លះដែលជាគុណសម្បត្តិនៃការអនុវត្តវិរិយបកម្មល្អនាងខ្ញុំសូមប្រកល់សំណួរនេះជូនដល់វាគ្មិនគ្រប់រូបកសិដ្ឋានមួយមិនមានការប្រើប្រាស់សារធាតុគីមីហាមឃាត់វិរិយបកម្មល្អនេះគឺថាត្រូវតាមស្តង់ដារគុណភាពត្រីគឺសាច់ល្អសាច់ត្រីល្អគុណភាពឆ្ងាញ់ណាការហូបទៅគឺអ្នកទទួលទានគេយកទៅហូបគេថាឆ្ងាញ់ចំណីដែលឲ្យត្រីស៊ីហ្នឹងគឺមិនមានប្រើសារធាតុដែលគេហាមឃាត់វិរិយបកម្មល្អគឺធ្វើឲ្យសាច់ត្រីមានគុណភាពល្អមានសុវត្ថិភាពដល់អ្នកទទួលទានដោយមិនភ័យព្រួយពីមានគីមីមានអីនៅក្នុងសាច់ត្រីត្រីក៏អាចមកប្រកបមុខរបរនឹងបានព្រោះអត់មានត្រូវការប្រើកម្លាំងពលកម្មអីធ្ងន់ធ្ងរទេគ្រាន់ថាយើងមានតែចំណីដាក់ឲ្យស៊ីហើយគឺរួចវាអត់មានតែការលើកផ្សែងអីទេចំពោះបទពិសោធន៍ដែលខ្ញុំបានអនុវត្ត12ឆ្នាំក្នុងការធ្វើវិរិយបកម្មនៅកម្ពុជានេះខ្ញុំអាចរកឃើញថាគុណសម្បត្តិនៃការអនុវត្តវិរិយបកម្មល្អអាចកាត់បន្ថយថ្លៃដើមផលិតនោះដោយសារកត្តាសំខាន់គឺគុណភាពទឹកគុណភាពស្រះដែលអាចឲ្យស្ត្រីយើងមានសុខភាពល្អមានអុកស៊ីហ្សែនគ្រប់គ្រាន់ហើយការអនុវត្តវិរិយបកម្មល្អគឺផ្ដោតទៅលើជំរើសពូជទៅទៀតហើយពូជគឺជាកត្តាសំខាន់ក្នុងការផ្លាស់ប្ដូរពីអ្នកផ្សំអ្នកចិញ្ចឹមដោយការផ្ទេរនៃត្រីពូជនីមួយៗគឺអនុវត្តវិរិយបកម្មល្អទៅគឺមិនមានការចម្លងជំងឺការប្រើប្រាស់ចំណីសម្រេចជាកត្តាសំខាន់បំផុតដោយសារពេលបច្ចុប្បន្ននេះគឺចំណីសម្រេចគឺមានគុណភាពល្អតម្លៃប្រកួតប្រជែងហើយអាចកាត់បន្ថយថ្លៃដើមពិតប្រាកដកត្តាសំខាន់នៅក្នុងការកាត់បន្ថយថ្លៃដើមគឺការគ្រប់គ្រងហានិភ័យនៃជំងឺជាទូទៅការអនុវត្តវិរិយបកម្មល្អគឺចង់ផ្ដោតទៅលើសុខភាពត្រីការលូតលាស់របស់ត្រីដោយមិនមានជួបហានិភ័យនៃជំងឺដូច្នេះទិន្នផលនៃត្រីនីមួយៗតាមស្រះនីមួយៗគឺមានទិន្នផលខ្ពស់ធៀបទៅនឹងថ្លៃដើមផលិតមានន័យថាគាត់អាចកាត់បន្ថយថ្លៃដើមពីជាក់ស្ដែងគុណសម្បត្តិទី2ដែលខ្ញុំផ្ដោតគឺទៅលើគុណភាពនិងសុវត្ថិភាពសាច់ត្រីដោយសារវរិយស័ព្ទក៏ដូចជាមនុស្សដែរប្រសិនបើបរិស្ថានដែលគាត់រស់នៅស្អាតមានន័យថាសុខភាពត្រីក៏ល្អប្រសើរដែរអញ្ចឹងសាច់ត្រីដែលយើងអាចផលិតបាននោះគឺมันមានផ្ទុកនៃសារធាតុគីមីហាមឃាត់ទេដោយសារនៅក្នុងមួយរដូវចិញ្ចឹមគឺมันមានជំងឺដូច្នេះការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកថ្នាំអង់ទីប៉ារ៉ាសាយឬក៏មានសារធាតុលោហៈធ្ងន់ជាដើមគឺมันមាននៅក្នុងសាច់ត្រីដែរគុណសម្បត្តិទី3គឺនិរន្តរភាពក្នុងការផ្គត់ផ្គង់ស្បៀងអាហារទៅក្នុងទីផ្សារមានន័យថាបើសិនបើយើងអនុវត្តវិរិយបកម្មល្អមានន័យថាទិន្នផលត្រីតាមស្រះនីមួយៗគឺយើងអាចធ្វើផែនការអាជីវកម្មផែនការផ្គត់ផ្គង់ដោយមិនមានការរំខាននៃការបាត់បង់ក្នុងការចិញ្ចឹមឡើយដោយសារការអនុវត្តវិរិយបកម្មល្អគឺកាត់ផ្ដាច់ទាំងស្រុងពីហានិភ័យនៃជំងឺត្រីចំណុចទី4គឺការអាចរក្សានៅសុខភាពហិរញ្ញវត្ថុសម្រាប់អ្នកផលិតផ្ទាល់តែម្ដងការអនុវត្តវិរិយបកម្មល្អនេះមានន័យថាកសិករគឺគាត់គ្មានហានិភ័យនៃការបាត់បង់នៃត្រីរបស់គាត់មិនបាត់បង់នៃដើមទុនហើយគាត់អាចរកផលចំណេញនេះពិតប្រាកដតាមរយៈការកាត់បន្ថយនៃថ្លៃដើមផលិតហើយអាចស្វែងរកនៃប្រាក់ចំណេញ
យើងចាប់ត្រីនឹងពីសហគមន៍ដែលចិញ្ចឹមត្រីមានវិរិយវប្បកម្មល្អគឺយើងមានស្តង់ដារទី2ដែលពេលយើងកែច្នៃហើយយើងមានទំនុកចិត្តពួកខ្ញុំជាអ្នកកែច្នៃមានស្តង់ដារហើយស្រាប់ដូចជា CQS មួយហើយនឹងស្តង់ដារវិរិយវប្បកម្មល្អមួយទៀតធ្វើឲ្យខ្ញុំនឹងមានទីផ្សារបានកាន់តែច្រើនបច្ចុប្បន្ននេះក៏ដូចគ្នាដែរគឺយើងបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាជាច្រើនដោយសារគាត់យល់ច្បាស់ពីវិរិយវប្បកម្មល្អពីការចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជាល្អហើយមានស្តង់ដារមានអនាម័យការបរិភោគនឹងគឺមានទំនុកចិត្តយ៉ាងខ្លាំង គុណភាពនិងសុវត្ថិភាពនៃត្រីចិញ្ចឹមយើងចេញពីការចិញ្ចឹមយើងនេះគឺអាចឲ្យបងប្អូនអ្នកបរិភោគមានទំនុកចិត្តទៅលើគុណភាពនិងសុវត្ថិភាពនេះឯងហើយក៏ការអនុវត្តវិកម្មល្អនេះដើម្បីឲ្យធានាថាទឹកដែលចេញពីកសិដ្ឋានចិញ្ចឹមនេះមិនត្រូវបានបង្ហូរចេញដោយផ្ទាល់ទៅតំបន់ជុំវិញនៅក្នុងកសិដ្ឋានចិញ្ចឹមត្រីនេះដើម្បីធានាថាដែនទឹកធម្មជាតិជុំវិញនេះគឺมันមានផលប៉ះពាល់ សូមអរគុណវេគ្មិនសម្រាប់ការលើកឡើងយ៉ាងក្បោះក្បាយនេះខ្ញុំសូមឈានចូលដល់សំណួរទី2តើលោកគិតថាគុណភាពសាច់ត្រីចិញ្ចឹមនៅកម្ពុជាមានស្តង់ដារគុណភាពនិងសុវត្ថិភាពដែរឬទេ ជាទូទៅឃើញកសិដ្ឋានមួយចំនួនដែលជាកសិដ្ឋានដែលអនុវត្តនៅវិរិយវប្បកម្មល្អនេះគឺគាត់ចាប់ត្រីម្ដងអតិថិជនដែលជាឈ្មោះអ្នកមកចាប់តែងតែសរសើរថាត្រីនេះសាច់ល្អហើយយកទៅហូបឆ្ងាញ់มันមានឃើញស្នាមអុចនៅក្នុងសាច់ឆ្នោតខ្មៅដូចត្រីដែលនាំចូលពីក្រៅប្រទេសមកទេអញ្ចឹងគុណភាពខ្ញុំគិតថាបានអនុវត្តតាមស្តង់ដារត្រឹមត្រូវ ការចិញ្ចឹមត្រីនៅប្រទេសក្នុងប្រទេសយើងគឺវាអាចថាគុណសម្បត្តិវាល្អជាងការនាំចូលព្រោះនៅយើងមានការចង្អុលបង្ហាញពីក្រសួង ពី10 ឆ្នាំមុនពេលដែលខ្ញុំទៅចាប់ត្រីយកមកកែច្នៃលើកលែងតែខ្ញុំទៅមើលស្រះនឹងហើយខ្ញុំត្រូវដូរទឹកម្ដងជា2 ដង 3 ដងបានខ្ញុំទទួលចាប់ត្រីនឹងមកបានប៉ុន្តែបច្ចុប្បន្ននេះគឺខ្ញុំមានទំនុកចិត្តខ្លាំងមែនទែនដោយសារអ្នកចិញ្ចឹមត្រីនៅក្នុងវិរិយវប្បកម្មល្អនេះគឺគាត់បានយល់ច្បាស់ពីការចិញ្ចឹមត្រីនឹងឲ្យសាច់ត្រីមានគុណភាពឲ្យសាច់ត្រីមានស្តង់ដារហើយមានអនាម័យគ្រប់គ្រាន់ហើយចំណែកជីវជាតិវិញក៏មានប្រូតេអ៊ីនគ្រប់គ្រាន់ខុសពីការចិញ្ចឹមត្រីពី10 ឆ្នាំមុនអ្នកកែច្នៃដោយខ្ញុំមានទំនុកចិត្តខ្លាំងហើយក៏ទទួលបានទីផ្សារមួយកក់ក្ដៅខ្លាំងមែនទែន ចំពោះសាច់ត្រីដែលយើងអនុវត្តតាមវិរិយវប្បកម្មល្អភាគច្រើនគឺយើងប្រើប្រាស់ចំណីសម្រេចដែលជាប្រភេទចំណីដែលមានប្រូតេអ៊ីនខ្ពស់ហើយមានជាតិខ្លាញ់តិចតួចបំផុតប្រសិនបើយើងធៀបជាមួយនឹងការមិនអនុវត្តវិរិយវប្បកម្មល្អមានន័យថាជាប្រភេទសាច់ត្រីមួយដែលមានអូមេហ្គា 3 អូមេហ្គា 6 ជាសារធាតុចិញ្ចឹមសំខាន់ហើយមិនមានកូលេស្តេរ៉ុលនៅសេសសល់ឡើយបើធៀបជាមួយនឹងសាច់សត្វនៅលើគោកដំណើរការនៃផលិតកម្មក្នុងមួយវត្តរដូវគឺមិនមានការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកអង់ទីប៉ារ៉ាសាយឬក៏មានលោហៈធ្ងន់នៅក្នុងសាច់ត្រីនៅឡើយទេ តើតើការងារនេះយើងឃើញបងប្អូនយើងកន្លងមកនេះមានការជំរុញលើកទឹកចិត្តក្នុងការអនុវត្តវិរិយកម្មល្អនេះហើយយើងបានធ្វើការជាមួយដៃគូអនុវត្តទាំងគម្រោង Catfish Aquaculture ទាំងគម្រោង CAS សមាគមសណ្ដែកសៀងជាអនុវត្តផ្ទាល់ហើយជាមួយសមាគមវិរិយកម្មកម្ពុជាយើងក៏បានធ្វើការងារនេះហើយជាមួយគម្រោងដទៃទៀតយើងបានជំរុញការងារតាមឲ្យការផលិតត្រីក្នុងស្រុកយើងមានគុណភាពនិងសុវត្ថិភាពដើម្បីអាចឲ្យបងប្អូនប្រជាជនយើងបរិភោគទៅគឺមានទំនុកចិត្តហើយយើងបានធ្វើការងារនេះហើយយើងខិតខំពង្រឹងធ្វើបន្តទៀតហើយកន្លងមកក៏ជាផ្នែកមួយដែលយើងត្រូវធ្វើការជាមួយចង់បាននាំចេញទៅផលវិរិយកម្មយើងទៅសហភាពអឺរ៉ុបផងដែរដូច្នេះផ្នែកមួយដែលចំណូវការចាំបាច់ដែលគណនេយ្យដ្ឋានស្តង់ដារម្ហូបអាហារហៅថា DG Santé របស់សហភាពអឺរ៉ុបនេះគឺតម្រូវឲ្យរដ្ឋបាលជលផលដែលមាននាយកដ្ឋាន2តែជាសេនាធិការនេះគឺនាយកដ្ឋានអភិវឌ្ឍកម្មនិងនាយកដ្ឋានកែច្នៃនិងត្រួតពិនិត្យគុណភាពជលផលនេះគឺត្រូវយកសំណាក់ពីកសិដ្ឋានចិញ្ចឹមនៅខេត្តទាំងទូទាំងប្រទេសរបស់យើងដើម្បីយកសំណាក់ចេញពីកសិដ្ឋានចិញ្ចឹមនេះដើម្បីយកទៅវិភាគនៅក្នុង labo ដែលមានស្តង់ដារអន្តរជាតិដែលហើយបន្តមកចេញលទ្ធផលមកយើងត្រូវផ្ញើលទ្ធផលនេះ
ទៅជូន Digi Santé នៅសហភាពអឺរ៉ុបដើម្បីខាងអ្នកជំនាញគេធ្វើការពិនិត្យនិងវាតម្លៃទៅលើរបាយការណ៍លទ្ធផលនៃការយកចេញពីសំណាក់នៃកសិដ្ឋានរបស់យើងហើយឃើញថាកន្លងមក5ឆ្នាំកន្លងមកនេះมันមានអីជាបញ្ហាដុំកំភួនដែលយើងបានរកឃើញតាក់ទងនឹងកាកសំណល់ថ្នាំសាសឬក៏កាកសំណល់លោហៈរឹងផ្សេងៗដែលជាតម្រូវការចាំបាច់នៅក្នុងDigi Santé របស់សហភាពអឺរ៉ុបដែលតម្រូវឲ្យមិនឲ្យមានបើមានក្នុងកម្រិតណាដែលសមស្របដូច្នេះយើងមិនទាន់មានឃើញមានភាពមិនប្រក្រតីដែលជាបញ្ហានៅឡើយទេ សូមចូលដល់សំណួរទី3តើអ្វីជាឧបសគ្គរារាំងក្នុងការអនុវត្តវិរិយវប្បកម្មល្អនៅក្នុងស្រុក យើងឃើញថាឧបសគ្គក្នុងការរៀបរៀងការអនុវត្តវិរិយវប្បកម្មល្អនៅកម្ពុជានោះទី1សំខាន់បំផុតគឺផ្នត់គំនិតដោយសារវិរិយវប្បកម្មយើងភាគច្រើនគាត់អនុវត្តតាមរបៀបទំនៀមទម្លាប់បុរាណហើយការអនុវត្តនោះគឺតតែគ្នាទៅទៀតចំណុចទី2គឺកង្វះខាតក្នុងការទទួលបានព័ត៌មាននិងចំណេះដឹងអំពីការអនុវត្តវិរិយវប្បកម្មល្អចំណុចសំខាន់ទី3ឧបសគ្គនោះគឺគាត់មិនមានបានធ្វើកំណត់ត្រាច្បាស់លាស់ដើម្បីបែងចែកថាតើការអនុវត្តវិរិយវប្បកម្មល្អហើយនឹងការអនុវត្តតាមបែបប្រពៃណីมันអាចបែងចែកថាតើវិធីសាស្ត្រមួយណាអាចរកនៃថ្លៃដើមផលិតទាបបំផុតបានទេវិរិយវប្បកម្មយើងមួយចំនួនក៏មានគំនិតអវិជ្ជមានដែរក្នុងការអនុវត្តវិរិយវប្បកម្មល្អនេះដោយសារគាត់គិតថាគោលការណ៍ក្នុងការអនុវត្តវិរិយវប្បកម្មល្អមានភាពស្មុគស្មាញហើយគឺជាចំណាយខ្ពស់ទៅវិញនៅពេលដែលគាត់មិនបានធ្វើកំណត់ត្រាច្បាស់លាស់ធៀបគ្នារវាងការអនុវត្តវិរិយវប្បកម្មល្អនិងបែបប្រពៃណីយើងមានបញ្ហាប្រឈមមួយចំនួនឧបសគ្គមួយចំនួនដែរទាក់ទងនឹងការអនុវត្តកម្មល្អនេះព្រោះជាការណែនាំគោលការណ៍ណែនាំមួយដែលមានលក្ខណៈហៅថាស្ម័គ្រចិត្តមិនមែនជាតម្រូវតែត្រូវតែធ្វើនោះទេប៉ុន្តែកសិដ្ឋានធំឬមកថាមធ្យមទ្រង់ទ្រាយមធ្យមមិននឹងធំដែលមានម្ដងឲ្យផលិតផលវិរិយកម្មរបស់គាត់មានការទទួលស្គាល់ទៅដល់អតិថិជនទាំងក្នុងស្រុកនិងក្រៅស្រុកដូច្នេះគាត់ត្រូវមានកម្មវិធីចូលរួមអញ្ចឹងខ្លះត្រូវការកែជាជំហានមិនអាចឲ្យគាត់ត្រូវកែលម្អឲ្យគ្រប់ទាំងអស់ម្ដងប៉ុន្តែការចំណាយច្រើននេះជាឧបសគ្គមួយដែលយើងឃើញអាចមានដែលយើងបងប្អូនកសិដ្ឋានទ្រង់ទ្រាយធំមធ្យមមួយចំនួនគាត់នឹងធ្វើការងារនេះជាជំហានតាមបទពិសោធន៍កន្លងមកដែលខ្ញុំធ្វើនៅកសិដ្ឋានរបស់ខ្ញុំនេះខ្ញុំគិតថាដូចជាមិនមានឧបសគ្គអីដែលធ្វើឲ្យរារាំងដល់វិរិយវប្បកម្មល្អនេះតែសូមតែម្ចាស់កសិដ្ឋានមួយគឺរៀបចំអត់ត្រូវចំណាយអីច្រើនប្រមាណនេះទី1រៀបចំស្រះឲ្យត្រូវតាមស្តង់ដារហើយទី2គឺយើងកាត់បន្ថយមានន័យថាកាលណាយើងថែទាំទឹកបានល្អយើងធ្វើទឹកឲ្យមានគុណភាពល្អមានន័យថាគឺយើងកាត់បន្ថយថ្នាំគីមីមួយចំនួនដែលយើងត្រូវប្រើនេះយើងកាត់បន្ថយហើយមួយទៀតប្រព័ន្ធស្រះគឺត្រូវមានទំនប់អីឲ្យបាននេះទៅហើយសម្អាតជុំវិញស្រះឲ្យបានស្អាតទៅហើយយើងនិយាយទៅពពួកសត្វមួយចំនួនដូចជាពពួកសត្វទាពពួកសត្វមាន់ពពួកគោក្របីឡានកុំឲ្យមាននៅក្នុងកសិដ្ឋានរបស់យើងពួកហ្នឹងគឺជាការនាំមកនៅមេរោគមួយចំនួនឬក៏ផ្ដល់នៅកន្លែងកខ្វក់សម្រាប់កសិដ្ឋានរបស់យើងអញ្ចឹងបើយើងអត់មានអានឹងហើយអញ្ចឹងមានន័យថាមិនមានអីរាំងស្ទះដល់ការធ្វើវិរិយកម្មល្អនោះទេខ្ញុំគិតបើខ្ញុំអនុវត្តប្រហែលឆ្នាំកន្លងមកហ្នឹងណាសូមអរគុណលោកវិក្មិនសម្រាប់ការលើកឡើងយ៉ាងបោះបាយឈានចូលដល់សំណួរទី4តើកត្តាអ្វីខ្លះដែលធ្វើឲ្យការអនុវត្តវិរិយវប្បកម្មកាន់តែប្រសើរឡើងសំខាន់បំផុតការផ្សព្វផ្សាយព័ត៌មាននិងផ្ដល់ចំណេះដឹងផ្ទាល់ជូនដល់វិរិយវប្បករសកម្មក្នុងការផលិតនិងវិរិយវប្បកម្មគោលដៅដែលយើងត្រូវផ្ដល់នៅការផ្សព្វផ្សាយនិងចំណេះដឹងនេះហើយនឹងទិន្នន័យមួយច្បាស់លាស់ថាការអនុវត្តវិរិយវប្បកម្មល្អពិតណាស់អាចកាត់បន្ថយថ្លៃដើមផលិតជាជាងការអនុវត្តតាមបែបបុរាណសូមឲ្យក្រសួងជួយសិក្សាថ្លៃដើមផលិតនៅក្នុងស្រុកឲ្យបានច្បាស់លាស់ដើម្បីកំណត់ថ្លៃដើមមួយឲ្យជាក់លាក់ដើម្បីឲ្យប្រជាពលរដ្ឋគាត់អាចនឹងព្យាយាមពង្រឹងខ្លួនទៅវិរិយវប្បកម្មល្អបានទូទាំងប្រទេសយើងគួរជ្រើសរើសចំណីដែលមានគុណភាពល្អជ្រើសពូជត្រីដែលមានគុណភាពមានការលូតលាស់ល្អហើយរៀបចំបរិស្ថានសេហកម្មតែពិសេសសំខាន់មួយទៀតដែលធ្វើឲ្យការអនុវត្តនេះកាន់តែល្អប្រសើរនៅប្រទេសកម្ពុជាគឺអ្នកប្រើប្រាស់
និងអ្នកបរិភោគសាច់ត្រីនៅតាមរយៈនៃការអនុវត្តវិរិយវប្បកម្មល្អមានន័យថាជាសាច់ត្រីមួយដែលស្រស់មិនមានក្លិនហើយមិនមានខ្លាញ់ទេ ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ឯកឧត្តមប្រតិវិទ្យាទទួលបន្ទុកលើការងារតាក់ទងនឹងការងារគុណភាពសុវត្ថិភាពដូច្នេះយើងត្រូវមានការបដិញ្ញាចិត្តមានផែនការច្បាស់លាស់ហើយជាពិសេសអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលជលផលត្រូវមានភាពទទួលខុសត្រូវហើយត្រូវមានកញ្ចប់ថវិកាផងដែរដើម្បីឲ្យយើងមានភាពម្ចាស់ការទៅលើការងារនឹងជាមួយខាងខណ្ឌរដ្ឋបាលជលផលត្រូវមានមន្ត្រីជំនាញទទួលបន្ទុកការងារគុណភាពសុវត្ថិភាពនេះដែលធ្វើការជាមួយក្រុមការងារថ្នាក់ជាតិនេះហើយជាពិសេសយើងនឹងធ្វើការបដិកលាគ្នាជាមួយផងដែរជាមួយអ្នកលក់ធាតុចូលវិរិយកម្មទាំងអស់ដើម្បីឲ្យយើងយល់ដឹងអំពីតម្រូវការលក្ខខណ្ឌតម្រូវរបស់ DG Santé ដែលយើងដើម្បីឲ្យផលវិរិយកម្មយើងផលជលផលយើងអាចនាំចេញទៅសហភាពអឺរ៉ុបបាន សូមអរគុណវេក្មិនសម្រាប់ការលើកឡើងនេះខ្ញុំសូមឈានចូលដល់សំណួរចុងក្រោយតើអ្នកចិញ្ចឹមត្រីត្រូវធ្វើដំណេចដើម្បីទទួលបានការបញ្ជាក់ការអនុវត្តវិរិយវប្បកម្មល្អ កន្លងមកនេះយើងបានធ្វើការងារនេះជាមួយសមាគមវិរិយករកម្ពុជាយើងបានបង្រៀនកសិដ្ឋានចិញ្ចឹមកសិដ្ឋានវិរិយកម្មនេះមួយចំនួនហើយជាង100ជាង100កសិដ្ឋាននៅក្នុងកម្ពុជាក្នុងប្រទេសកម្ពុជាយើងហើយយើងបានចុះទៅធ្វើសមនកម្មនៅលើកសិដ្ឋានរបស់គាត់ហើយយើងបានណែនាំគាត់ឲ្យកែតម្រូវអ្វីដែលជាចំណុចខ្វះខាតនិងលក្ខខណ្ឌតម្រូវទាក់ទងអនាម័យបរិស្ថានជុំវិញកសិដ្ឋានវិរិយកម្មរបស់គាត់ក៏ដូចជាឃ្លាំងចំណីដែលមិនទាន់មានល្អឬក៏បន្ទប់ទឹកឬក៏ការកត់ត្រាជាពិសេសការកត់ត្រារបស់គាត់តើមានការកត់ត្រាច្បាស់លាស់ហើយជាពិសេសមានមន្ត្រីខណ្ឌរដ្ឋបាលជលផលឬមន្ត្រីនាយកដ្ឋានអភិវឌ្ឍកម្មបានចុះទៅពិនិត្យមើលទៅលើការកត់ត្រាទៅលើការអនុវត្តជាប្រចាំថ្ងៃនៅក្នុងកសិដ្ឋានវិរិយកម្មរបស់គាត់ដែរឬទេពេលដែលកសិដ្ឋានមួយហ្នឹងបានឆ្លើយតបទៅនឹងតម្រូវការទាំងអស់នេះហើយពេលដែលក្រុមការងារយើងបានជាពិសេសអាជ្ញាធរមានសមត្ថកិច្ចរបស់យើងបានចុះទៅមើលហើយធ្វើសមនកម្មហើយយើងនឹងជូនរាយការណ៍បាយការជូនទៅអាដាមប្រតិភូរបស់រដ្ឋបាលជលផលដើម្បីចេញជាលិខិតបញ្ជាក់វិញ្ញាបនបត្រការអនុវត្តវិកម្មល្អជូនបាទ សូមអរគុណសម្រាប់ការលើកឡើងរបស់លោកវេក្មិនចាខណៈពេលនេះដែរកិច្ចពិភាក្សារបស់យើងទៅលើប្រធានបទតើត្រូវធ្វើយ៉ាងណាជំរុញការអនុវត្តវិរិយវប្បកម្មល្អក៏បានឈានចូលដល់ទីបញ្ចប់នេះខ្ញុំក៏សូមគោរពអរគុណដល់វេក្មិនគ្រប់រូបដែលបានចំណាយពេលវេលាមានតម្លៃនិងផ្ដល់កិត្តិយសក្នុងការចូលរួមកិច្ចពិភាក្សាក្នុងថ្ងៃនេះតាំងពីដើមរហូតដល់ចប់និងខ្ញុំសូមអរគុណនិងសូមគោរពលា